បាទពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពីរុក្ខជាតិមួយប្រភេទដែលរុក្ខជាតិនេះមែនតែនទៅវាមានប្រសិទ្ធភាពសម្រាប់ព្យាបាលការបញ្ចុះលាមកនិយាយរួមទៅគឺពុកម៉ែបងប្អូនយើងដែលទល់លាមកហើយបើនិយាយពីទល់លាមកគឺអត់បត់ជើងណាអត់បត់ជើងអញ្ចឹងពុកម៉ែបងប្អូនរុក្ខជាតិមួយយ៉ាងនេះធ្វើឲ្យពុកម៉ែបងប្អូនបំបត្តិទល់លាមកបាទបានថារាកតែម្ដងណាហើយមួយទៀតគឺតកតងជាមួយនឹងរឹសដូងច្រមុះជួយព្យាបាលរឹសដូងច្រមុះអញ្ចឹងពីរមុខនេះគឺសំខាន់ជាមួយរុក្ខជាតិមួយប្រភេទនេះអញ្ចឹងទេពុកម៉ែបងប្អូនសូមរងចាំតាមដានទស្សនាវីដេអូនេះឲ្យដល់ចប់ដើម្បីឲ្យបានដឹងថាតើរុក្ខជាតិនេះជាប្រភេទរុក្ខជាតិអីហើយយើងយកផ្នែកណាមួយទៅប្រើសម្រាប់បញ្ចុះលាមកហើយនឹងព្យាបាលរឹសដូងច្រមុះបាទសូមគោរពក៏ដូចជាជម្រាបសួរទៅដល់ពុកម៉ែបងប្អូនយើងដែលកំពុងតែទស្សនាវីដេអូនេះទាំងអស់គ្នាបាទទាំងពុកម៉ែបងប្អូនយើងដែលរស់នៅក្នុងប្រទេសក៏ដូចជាពុកម៉ែបងប្អូនយើងដែលកំពុងតែរស់នៅឯក្រៅប្រទេសបាទហើយតាមរយៈវីដេអូមួយនេះពុកម៉ែបងប្អូនអ្នកដែលកំពុងតែនិយាយអ្នកដែលកំពុងតែអធិប្បាយនេះជាមួយនឹងកាមេរ៉ាយើងបានច្រឡំផ្លូវណាបានច្រឡំផ្លូវនិយាយរួមទៅនៅក្នុងចម្ងាយដីគឺវែងឆ្ងាយពុកម៉ែបងប្អូនណាមែនតើទៅតាំងពីស្រុកកំណើតខ្ញុំមកនៅខាងកែបទីយើងចូលមកភ្នំដោយសារយើងច្រឡំផ្លូវសឹងតែ10គីឡូណាពីជាតិចូលទីបំផុតយើងច្រឡំផ្លូវហើយបន្ទាប់ពីសួរគេសួរឯងទៅក៏យើងរកផ្លូវឃើញមកដល់ទីនេះអត់អីទេក្នុងជីវិតបាទឬក៏ក្នុងនាមយើងជាអ្នកសិក្សាស្រាវជ្រាវជាអ្នកដែលស្វែងរកនៅរុក្ខជាតិថ្មីប្លែកដើម្បីចែករំលែកចែកជូនទៅដល់ពុកម៉ែបងប្អូនឲ្យស្គាល់ពីឈ្មោះឲ្យស្គាល់ពីភិនភាគលក្ខណៈខាងក្រៅក៏ដូចជាអត្ថប្រយោជន៍យើងតែងតែព្យាយាមណាស្វែងរកជាពិសេសនៅពេលដែលយើងទៅលេងណាការងារហើយជាពិសេសមែនទែននៅក្នុងថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍ថ្ងៃអាទិត្យប៉ុន្តែបច្ចុប្បន្ននេះនៅកំឡុងពេលថ្ងៃសៅរ៍យើងអត់បានទំនេរទេដោយសារតែការងារស្នូលរបស់យើងជាប់អញ្ចឹងទេយើងមានតែថ្ងៃអាទិត្យមួយគត់ហើយព្រឹកនេះចេញពីផ្ទះមកប្រហែលជាម៉ោង7កន្លះបាយកញ្ចប់រួចជាស្រេចណាហើយឥឡូវនេះម៉ោង7:02ហើយដោយសារតែច្រឡំផ្លូវយើងមានរុក្ខជាតិមួយដែលរុក្ខជាតិទាំងអស់ហ្នឹងពុកម៉ែបងប្អូនយើងអាចយកទៅព្យាបាលទី1គឺតកតងជាមួយរឹសដូងច្រមុះពុកម៉ែបងប្អូនដឹងហើយរឹសដូងច្រមុះហ្នឹងគឺអាសាយើងផ្ដាសាយណាបាទរឹសដូងច្រមុះធ្វើឲ្យយើងផ្ដាសាយនៅពេលអាកាសធាតុចុះត្រជាក់នៅពេលដែលយើងត្រូវទូលីវាធ្វើឲ្យយើងកដាស់បាទអញ្ចឹងទៅវាជាផលរំខានមួយនៃជំងឺរឹសដូងច្រមុះអញ្ចឹងគឺយើងអាចយករុក្ខជាតិមកប្រភេទនេះទៅព្យាបាលបានមួយទៀតគឺតកតងជាមួយនឹងជំងឺចង់និយាយថាទល់លាមកបានតែពុកម៉ែបងប្អូនយើងដែលហើមពោះឆ្អល់ពោះអត់បត់ជើងណាអានេះមិនមែនបន្ទន់លាមកទេគឺទល់លាមកអញ្ចឹងចង់ឲ្យបត់ជើងមកយើងប្រើរុក្ខជាតិនេះទៅមែនតើទៅរុក្ខជាតិមកប្រភេទនេះយើងត្រូវចំណាយពេលវេលាច្រើនជាមួយវាប៉ុន្តែទីបំផុតយើងនៅតែរកឃើញណាទោះបីយ៉ាងណាក៏ដោយយើងមិនមានការអូនតែអីទេជារឿងដែលយើងត្រូវធ្វើហ្នឹងប៉ុន្តែគ្រាន់តែពេលនេះកាមេរ៉ាយើងទេការពិតទៅគាត់ទៀតណាគាត់ថាផ្លូវហ្នឹងខ្ញុំបត់តាមគាត់ចូលទៅដល់ប្រហែលជា10គីឡូដីប៉ុន្តែគាត់ថាខុសទៅហើយខុសទៅយើងចូលសិនហើយយើងចូលឲ្យយើងមានច្រើននៅតំបន់ហ្នឹងប៉ុន្តែគាត់តែប្លែកយើងអត់មានរុក្ខជាតិថ្មីដែលយើងត្រូវមកបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនហ្នឹងណាប៉ុន្តែតទៅពីយើងរកផ្លូវឃើញហើយយើងក៏បានមកជួបជាមួយរុក្ខជាតិឃ្លាយបាទឃ្លាយដើមឃ្លាយដែលខ្ញុំបានបង្ហាញថាយកវាទៅព្យាបាលរឹសដូងច្រមុះយកវាទៅព្យាបាលជាមួយនឹងអាការៈទល់លាមកបានន័យថាអត់បត់ជើងធំចឹងទេអាហ្នឹងក៏ជាបញ្ហាធំដែរណាញ៉ាំទៅតែទល់ពោះណាទល់ពោះហើយយើងអត់បត់ជើងអាហ្នឹងវាជារឿងមួយដែលបបែហើយទល់ពោះចង់ដេកមិនកើតគួយមិនកើតអាហ្នឹងរឿងធំណាពុកម៉ែបងប្អូនឥឡូវយើងមកនេះពុកម៉ែបងប្អូនយើងក៏បានជួបភពសំណាងជួបជាមួយដើមស្ដុកស្ដុលចំនួន2ដើមបាទចំនួន2ដើមបាទនេះគឺជាស្ដុកស្ដុលខ្ញុំសូមបញ្ជាក់បន្ថែមបន្តិចដែរថាស្ដុកស្ដុលការពិតទៅស្លឹករបស់វាមានលក្ខណៈខុសគ្នាបន្តិចទៅតាមប្រភេទដីដែលវាដុះណានេះជាស្ដុកស្ដុលមួយប្រភេទដែរពុកម៉ែបងប្អូនប៉ុន្តែស្លឹករបស់វានេះវាខុសពីស្ដុកស្ដុលមុនដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនដោយសារស្លឹកនេះវារាងមូលបន្តិចថាស្ដុកស្ដុលមុនគឺវារាងស្លឹកវែងហើយក្រាស់បាទក្រាស់អានេះគឺស្លឹករាងមិនសូវជាវែងទេហើយរាងស្ដើងណាយើងស្ទាបទៅដឹងស្ដើងតាមមុនក្រាស់បាទយើងជួប2ដើមនៅនេះហើយ
យើងដឹងហើយថាដោយសារតែរុក្ខជាតិនេះវាជាថ្នាំពិសេសសម្រាប់ព្យាបាលកាពះពោះវៀនអញ្ចឹងទេពុកម៉ែបងប្អូនយើងគាត់មកសកសម្បកនេះយកទៅព្យាបាលជំងឺណាអានេះបកកែមែនតើជាមួយកាពះពោះវៀនមិនមែនបកកែធម្មតាទេដល់ថ្នាក់តបៅកាពះតបៅពោះវៀនសម្បកស្ដុកស្ដុលនេះគឺពិតជាមានប្រសិទ្ធភាពខ្ពស់ពុកម៉ែបងប្អូនណាអញ្ចឹងទេតាមរយៈការបង្ហាញរបស់ខ្ញុំពុកម៉ែបងប្អូនដែលមានបញ្ហាកាពះពោះវៀនមិនថាត្រឹមតែលាកត្រឹមតែឈឺកាពះពោះវៀនទោះបីជាតបៅក៏ដោយយកទៅពុកម៉ែបងប្អូនមានយកទៅប្រើប្រាស់ខ្លួនឯងទៅខ្ញុំសូមបញ្ជាក់ថាយកទៅប្រើប្រាស់ទៅមានប្រសិទ្ធភាពខ្ពស់ណាស់ជាការពិសោធន៍ផ្ទាល់ខ្លួនក៏ដូចជាពុកម៉ែបងប្អូនយើងពឹងពោឲ្យខ្ញុំយកទៅប្រើប្រាស់គឺទទួលបានជោគជ័យ 99% ណា 99% ហើយជាមួយនឹងដើមស្តុកស្លុតនេះពុកម៉ែបងប្អូនណាហើយកុំបាច់ទៅរកថ្នាំពេទ្យថ្នាំអីនាំវែងឆ្ងាយច្រើនទេបើមានបញ្ហាកាពះពោះវៀនខ្ញុំធានាថាតែមួយសប្តាហ៍ទេពុកម៉ែបងប្អូនតែមួយសប្តាហ៍ទេជាមួយសបកស្រុកស្លុតនេះហើយមិនប្រហែលទេទោះវាទៅហាលឲ្យស្ងួតទៅពុកម៉ែបងប្អូនដាក់តែ2-3ចំណិតបានណាក្នុងមួយឆ្នាំណាដាក់តែ2-3ចំណិតទៅមិនមានជូរមិនមានចត់មិនមានល្វីងអីទេទឹកដំបងគ្រាន់តែចត់តិចហើយចឹងទៅគឺទឹកភាពស្ពតឥឡូវបន្ទាប់ពីយើងបានបង្ហាញអំពីដើមស្តុកស្លុតបន្តិចយើងក៏មកចូលជាមួយដើមដែលជារុក្ខជាតិដែលធ្វើឲ្យយើងអាចជួបនៅការវង្វេងផ្លូវនៅព្រឹកនេះគឺដើមឃ្លាយពុកម៉ែបងប្អូនហើយឃ្លាយនេះគឺវាមានរូបរាងដូចដែលពុកម៉ែបងប្អូនបានទស្សនាអញ្ចឹងឥឡូវកាមេរ៉ាយើងមកចិត្តហើយមកលំអិតឲ្យពុកម៉ែបងប្អូនមើលជាមួយដើមឃ្លាយអានេះមែនតើទៅវាលក្ខណៈជាវល់ចង់វល់បន្តិចអីបន្តិចណាបាទចង់លក្ខណៈជាវល់បន្តិចអីបន្តិចហើយណាពុកម៉ែបងប្អូននោះឃើញនោះកាមេរ៉ាយើងទៅខាងនោះយើងចាប់ជាមួយនឹងដើមឲ្យពុកម៉ែបងប្អូនបានយើងបានឃើញបន្តិចបាទហ្នឹងស្លឹករបស់ឃ្លាយឃើញទេគេមានលក្ខណៈដូចជាវល់អញ្ចឹងណាហើយបើអត់មានដើមឈើទេក៏វាឡើងដុកតែឯងទៅហើយបើមានដើមឈើវាក៏អាស្រ័យពឹងពាក់ណាទៅលើដើមឈើដែលដុកក្បាលវាអញ្ចឹងទៅបាទហ្នឹងពុកម៉ែបងប្អូនដើមឃ្លាយហើយតែខ្ញុំបាននិយាយខាងដើមថាយើងយកទៅព្យាបាលឬដងចំបោះយើងយកទៅព្យាបាលជំងឺទល់លាមកហ្នឹងវាមិនមែនត្រឹមតែព្យាបាលជំងឺប៉ុណ្ណឹងទេវាមានរឿងរ៉ាវច្រើនទៅទៀតខ្ញុំនឹងបង្ហាញលម្អិតជូនទៅដល់ពុកម៉ែបងប្អូនយើងណាជូនទៅដល់ពុកម៉ែបងប្អូនយើងណាអញ្ចឹងសូមពុកម៉ែបងប្អូនយើងទស្សនាជាមួយនឹងរូបរាងរបស់ឃ្លាយទៅខ្ញុំមិនអត្ថាធិប្បាយរៀបរាប់ទេកាមេរ៉ាយើងកំពុងតែចាប់ស្លឹកកំពុងតែចាប់ផ្កាបាទនេះជាផ្ការបស់វាហើយពុកម៉ែបងប្អូនបានឃើញហើយខ្ញុំបង្ហាញអត្ថប្រយោជន៍បដាឲ្យពុកម៉ែបងប្អូនបានស្គាល់ណាបាទចំពោះដើមឃ្លាយនេះផ្នែកដែលយើងយកទៅប្រើប្រាស់ធ្វើជាឱសថសម្រាប់ព្យាបាលជំងឺគឺយើងយកដើមរបស់វាពុកម៉ែបងប្អូនបានឃើញហើយយកផ្លែហើយផ្លែអត់មានទេហើយយើងយកមើមណាដើមផ្លែនិងមើមចំពោះការព្យាបាលវិញបាទអាផ្លែរបស់វាដែលមានក្របហ្នឹងយើងយកទៅព្យាបាលជំងឺសរសៃប្រសាទបាទនេះពិសេសមួយទៀតដល់ពុកម៉ែបងប្អូនណាព្យាបាលជំងឺសរសៃប្រសាទហើយក៏ជួយព្យាបាលក្លន់ដែរណាហើយជាពិសេសគឺទល់លាមកដែលខ្ញុំថាមិញអត់បត់ជើងធំហ្នឹងណាតាំងពោះផ្អឹសណាពិបាកអង្គុយពិបាកដេកហ្នឹងគឺយើងយកអាហ្នឹងទៅប្រើណាតែនិយាយខ្លីទៅគឺអាទល់លាមកគឺបញ្ចុះលាមកហ្នឹងឯងណាហើយក៏ជួយធ្វើឲ្យក្អួតដែរបន្ទាប់ពីយើងប្រើអាហ្នឹងទៅគឺបញ្ចុះលាមកផងធ្វើឲ្យយើងក្អួតផងមួយទៀតគឺដើមវាយើងយកទៅដំឲ្យទុកទៅហើយយើងយកទៅមូលជក់បាទមូលជក់ដើមវាហ្នឹងណាបាទដើមហ្នឹងបាទហើយវាជួយព្យាបាលជំងឺឬដងច្រមុះបាទខ្ញុំបានបញ្ជាក់ហើយអញ្ចឹងបើមានដើមឃ្លាយកដើមវាទៅដំឲ្យទុកទៅពុកម៉ែបងប្អូនយកទៅមូលទៅថ្នាំជក់ទៅជួយព្យាបាលឬដងច្រមុះហើយក៏យើងអាចយកទៅដាំទឹកហូបបាទព្យាបាលខបាទហឺតហើយលាកតងសួតខ្លុំហើយនឹងរមាស់ចំពោះមើមហើយនឹងរឹសវាមានជាតិធ្វើឲ្យបញ្ចុះលាមកបាទហើយបញ្ចុះហើមពុះអញ្ចឹងតើកាលណាបញ្ចុះលាមកទៅយើងក៏ស្រកពុះដែរឡើងហើមហើយចំពោះដើមនេះយើងយកទៅដាំទឹកផឹកទៅចន្លោះពី20ទៅ30ក្រាមក្នុងមួយថ្ងៃហើយចំពោះផ្លែនិងមើមហ្នឹងយើងប្រើតែពី0.1ទៅ0.2ក្រាមទេណាហើយជាថ្នាំគ្រាប់ប្រើតែម្ដងគត់ក្នុងមួយថ្ងៃហើយបើយើងប្រើឆៅបញ្ចុះលាមកវាមានជាតិពុលច្រើនណាស់ហើយបើប្រើឆ្អិនបញ្ចុះលាមកតិចតួចទេបាទហើយក៏សូមបញ្ជាក់ដែរថាដើមផ្លែនិងឫសនេះវាមានជាតិរោលរមាស់ខ្លាំងណាស់ពេលយើងប៉ះវាណាឬក៏យើងចាប់កាន់វាហើយអញ្ចឹងទេយើងក៏ត្រូវតែមានការប្រុងប្រយ័ត្នក្រោយពេលដល់លេបគឺវាបណ្ដាលឲ្យឈឺពោះបន្តិចវាបណ្ដាលឲ្យឈឺពោះណាអានេះគឺជាការប្រតិកម្មក្រោយពីយើងប្រើវាហើយបាទអញ្ចឹងតកតងជាមួយដើមឃ្លាយដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនតាមរយៈវីដេអូនេះណាបង្ហាញតាំងពីរូបរាងខាងក្រៅរបស់វាណា
តាំងពីស្លឹកហើយតាំងពីផ្ការបស់វានេះហើយក៏បានបង្ហាញអំពីអត្ថប្រយោជន៍របស់វាដែរចំពោះរុក្ខជាតិប្រភេទនេះវាធ្វើឲ្យយើងវង្វេងផ្លូវណាក្នុងចម្ងាយដីប្រហែលជា20 គីឡូបត់ចុះបត់ឡើងណាប៉ុន្តែទោះជាយ៉ាងណាក៏យើងបានរកឃើញហើយក៏យើងបានធ្វើជាវីដេអូដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនយើងបានទស្សនាដែរអញ្ចឹងណាអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយជាពិសេសពុកម៉ែបងប្អូននឹងទទួលបានអត្ថប្រយោជន៍មួយជាពិសេសអ្នកដែលមានជំងឺឬដងច្រមុះយកដើមរបស់វានេះបាទយកទៅដំឲ្យទុកទៅយកទៅមូលទៅថ្នាំជក់ព្យាបាលជំងឺឬដងច្រមុះហើយមួយទៀតក៏យើងអាចជួយព្យាបាលលក្ខណៈទល់លាមកណាមិនបត់ជើងធំទល់លាមកនេះមិនបត់ជើងធំហើយយើងប្រើទៅហើយវាធ្វើឲ្យយើងក្អួតហើយក៏វាធ្វើឲ្យយើងឲ្យឈឺពោះដែរនៅពេលយើងប្រើហើយប៉ុន្តែវាជាជំរឿសរបស់យើងបើយើងមានជំរឿសផ្សេងប្រើទៅតាក់ទងជាមួយមិនបត់ជើងធំនេះហើយបើយើងអត់មានជំរឿសទេក៏សាកល្បងប្រើទៅប៉ុន្តែសូមមានការប្រុងប្រយ័ត្នដោយសារតែវាមានជាតិរ៉ូលខ្លាំងបាទទីចុងក្រោយក៏សូមជម្រាបលាយើងនឹងវិលមកជួបគ្នាតាមរយៈវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលា